សូមបងប្អូនប្រកបដោយព្រះគុណតាមយកាសិញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងលោកុបាតជំពូក11ខ4រួចនិយាយគ្នាថាចូលយើងសង់ទីក្រុងមួយសម្រាប់យើងនិងពណ៌មួយដែលខ្ពស់ដល់ផ្ទៃមេឃដើម្បីឲ្យយើងបានគេឈ្មោះក្រែងយើងរាល់គ្នាត្រូវចាត់ខ្ចាយទៅគ្រប់លើផែនដីទៅយើងដឹងហើយថាក្រោយពីទឹកជំនន់រួចមានតែក្រុមគ្រួសាររបស់លោកណូអេហើយព្រះអង្គបានប្រទានពរដល់ក្រុមគ្រួសាររបស់ណូអេឲ្យចម្រើនកូនចៅជាច្រើនឡើងពាសពេញនៅលើផែនដីរហូតមកដល់សម័យប៉មបាបែលនេះមនុស្សបានកើនឡើងជាច្រើនចំនួនពួកគេបានកើនឡើងលើសលប់ហើយពួកគេចាប់ផ្ដើមមានគំនិតសង់ទីក្រុងមួយយ៉ាងធំសម្រាប់ពួកគេមិនត្រឹមតែប៉ុណ្ណោះពួកគេចង់សង់នៅប៉មដ៏ខ្ពស់រហូតដល់មេឃទៀតផងពួកគេចង់ស្វែងរកនៅសុវត្ថិភាពពួកគេចង់បង្កើតនៅគេដំណើរពួកគេចង់កសាងកេរ្តិ៍ឈ្មោះរបស់ពួកគេដើម្បីឲ្យមនុស្សជំនាន់ក្រោយបានកោតសរសើរដល់ពួកគេតើរឿងនេះវាខុសគ្នាអ្វីនឹងមនុស្សនៅសម័យបច្ចុប្បន្នដែលគេតែងតែស្វែងរកនៅកិត្តិយសកេរ្តិ៍ឈ្មោះរបស់ពួកគេតែងតែស្វែងរកនៅភាពជោគជ័យរបស់ពួកគេដើម្បីកុំឲ្យអ្នកដទៃមើលងាយដល់គេទាំងអស់នេះមិនខុសនោះឡើយប៉ុន្តែយើងត្រូវតែសួរថាតើគ្រប់អ្វីដែលយើងធ្វើនោះមានគោលបំណងអ្វីក្នុងគោលបំណងអ្វីគ្រប់ការដែលយើងកំពុងតែធ្វើមិនមែនគ្រាន់តែធ្វើដើម្បីនឹងសម្រេចនៅភាពជោគជ័យបណ្ដោះអាសន្នហើយប្រឆាំងជាមួយនឹងព្រះបន្ទូលរបស់ព្រះនៅឡើយហើយនៅពេលដែលយើងក៏លេចមើលអំពីរឿងប៉មបាបែលនេះឲ្យកាន់តែស៊ីជម្រៅយើងបានឃើញអំពីអន្ទាក់នៅសម័យនោះដែលបានតាក់នៅចិត្តរបស់មនុស្សមិនខុសគ្នានឹងមនុស្សសម័យបច្ចុប្បន្នទេវាអាចคล้ายជាអន្ទាក់ដែលតាក់ចិត្តរបស់ពួកគេឲ្យឃ្លាតឆ្ងាយឬប្រឆាំងជាមួយនឹងព្រះបន្ទូលរបស់ព្រះពីព្រោះបំណងប្រាថ្នាដែលប្រកបដោយសេចក្តីអំនួតដោយមិនកោតខ្លាចដល់ព្រះនោះគឺជាការកសាងនៅអ្វីដែលមិនស្ថិតស្ថេរតែផ្ទុយទៅវិញយើងអាចរៀនអំពីមេរៀននេះថាតើយើងកំពុងតែធ្វើអ្វីយើងត្រូវសួរនិងស្វែងរកពីគោលបំណងជាជាងគ្រាន់តែធ្វើឲ្យឈ្មោះខ្លួនឯងល្បីល្បាញមនុស្សដែលរស់នៅសម័យប៉មបាបែលគេនិយាយគ្នាថាការដែលពួកគេធ្វើអ្វីទាំងអស់នេះគឺដើម្បីនឹងសម្រេចដើម្បីនឹងឲ្យគេឈ្មោះរបស់ពួកគេបានកុំកើតឡើងដូច្នេះអ្វីដែលគេខិតខំប្រឹងធ្វើទាំងអស់នោះក្នុងការសង់ប៉មបាបែលនោះគឺដោយសារតែពួកគេគិតថាការទាំងអស់នោះដើម្បីនឹងខ្លួនឯងដើម្បីនឹងខ្លួនរបស់ពួកគេដើម្បីនឹងគេឈ្មោះរបស់ពួកគេហើយមួយទៀតពួកគេភ័យខ្លាចថាមនុស្សជំនាន់ក្រោយនឹងភ្លេចពួកគេហើយពួកគេភ័យខ្លាចថានឹងមិនបន្សល់អ្វីដែលសំខាន់សម្រាប់មនុស្សជំនាន់ក្រោយបងប្អូនហើយយើងរស់នៅក្នុងសម័យនេះយើងត្រូវតែ
សួរនៅសំណួរខ្លួនយើងជានិច្ចថាតើយើងប្រើទេពកោសល្យរបស់យើងដើម្បីនឹងសម្រេចគោលបំណងដ៏អស្ចារ្យនៅក្នុងជីវិតរបស់យើងដោយការកោតខ្លាចដល់ព្រះយ៉ាងដូចម្តេចកុំឲ្យសេចក្តីភ័យខ្លាចបានឃុំយើងទុកនៅក្នុងគោលបំណងនៃភាពអាត្មានិយមរបស់ខ្លួនដូចជាមនុស្សនៅសម័យបាបែលនោះឡើយមនុស្សសម័យនោះគេភ័យខ្លាចថាពួកគេនឹងខ្ចាត់ខ្ចាយទៅពាសពេញនៅផែនដីប៉ុន្តែយ៉ាងណាមិញពួកគេដឹងហើយថាព្រះអង្គបានមានបន្ទូលទៅកាន់ជំនាន់របស់លោកណូអេឬក៏ទៅកាន់អ្វីដែលព្រះអង្គបានបង្កើតនៅដើមដំបូងនោះគឺដើម្បីឲ្យពួកគេបានរីកចម្រើនមានកូនចៅជាច្រើនឡើងនៅពាសពេញលើផែនដីនេះគឺជាព្រះបន្ទូលដែលឲ្យយើងគ្រប់គ្នាបានរីកចម្រើនហើយយើងបានចេញទៅដើម្បីនឹងបង្កើតផលផ្លែកុំឲ្យមានសេចក្តីភ័យខ្លាចចំពោះអ្វីដែលយើងមិនទាន់ដឹងនោះឡើយដល់ពេលដែលសេចក្តីភ័យខ្លាចក្របបាំងនៅរាល់ទង្វើរបស់យើងនោះវានឹងលុបបំបាត់នៅគោលបំណងពិតរបស់យើងនៅក្នុងជីវិតរបស់យើងហើយយើងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីតែលុបបំបាត់ភាពភ័យខ្លាចតែមិនស្គាល់ពីគោលបំណងនៃទង្វើឬសកម្មភាពរបស់យើងពិតប្រាកដបងប្អូនហើយទោះបីជាយើងខំកសាងអ្វីក៏ដោយតែជួបកុំភ្លេចកសាងនៅអ្វីដែលមានតម្លៃស្ថិតស្ថេរនៅឯនគរឋានសួគ៌ដូច្នេះគ្រប់ការដែលយើងធ្វើចូលរស់នៅដោយការបន្ទាបខ្លួនរស់នៅដោយការចោះចូលនិងកោតខ្លាចដល់ព្រះគ្រប់ទាំងអ្វីដែលយើងធ្វើពីព្រោះយើងត្រូវដឹងថាព្រះអង្គទតឃើញគ្រប់ការទាំងអស់ដែលយើងធ្វើកុំឲ្យសេចក្តីអំនួតដឹកនាំផ្លូវដែលយើងកំពុងតែដើរនោះឡើយតែចូលដើរដោយសេចក្តីជំនឿចូលដើរដោយការបន្ទាបខ្លួនចូលដើរដោយដឹងថាព្រះជាអ្នកនាំមុខយើងកសាងជីវិតដែលរស់នៅក្នុងតម្លៃជាកូនព្រះហើយនឹងថ្វាយស្រីល្អដល់ព្រះព្រះអង្គចាស់យើងខ្ញុំថ្វាយស្រីល្អដល់ទ្រង់សម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដែលរំលឹកយើងខ្ញុំអំពីប៉មបាបែលដោយសារអំនួតព្រះអង្គបានបំបែកពួកគេមិនឲ្យពួកគេស្ដាប់គ្នាទៅវិញទៅមកបានព្រះអង្គបានបង្កើតភាសាតាមរយៈសេចក្តីអំនួតរបស់ពួកគេអរព្រគុណទ្រង់ដែលទ្រង់បានបើកសម្ដែងនិងបង្ហាញឲ្យយើងខ្ញុំបានដឹងពីការដែលត្រូវធ្វើតាមរយៈព្រះបន្ទូលនៅថ្ងៃនេះដោយដឹងថាទ្រង់ជាព្រះហើយគ្រប់ការដែលយើងខ្ញុំធ្វើត្រូវកោតខ្លាចដល់ទ្រង់កុំឲ្យយើងខ្ញុំបានធ្វើអ្វីមួយដោយគ្មានគោលបំណងឬធ្វើគ្រាន់តែសម្រាប់ភាពអាត្មានិយមរបស់ខ្លួននោះឡើយអរព្រគុណទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន